ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំកុម្ភៈ admin បានវិលត្រឡប់សាច់ថ្មីទៀតហើយជាមួយនឹងសាច់រឿងប្លែកនិយាយទៅ channel បងប្អូនមានរឿងប្លែកៗជារៀងរាល់ថ្ងៃហើយក្នុងថ្ងៃនេះដែរខ្ញុំមានសាច់រឿងមួយបងប្រុសគាត់ម្នាក់គាត់បានចែកម្លែកសាច់រឿងមកខ្ញុំណាអានេះគាត់និយាយដើមមកគេថាគាត់និយាយដើមខ្លួនគាត់មកប្រាប់ខ្ញុំអំពីសង្សាររបស់គាត់មនុស្សល្មមហើយគាត់ស្គាល់គ្នានៅកន្លែងធ្វើការជាមួយគ្នាពួកគាត់ពីរនាក់ហើយអញ្ចឹងវាមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅក៏គាត់បានមកប្រាប់មកទៀតថាសាច់រឿងហ្នឹងអនឡាញនិយាយធ្វើម៉េចឲ្យរៀងលះខ្ញុំថាអូយបងខ្ញុំនិយាយរៀងមិនសូវលះហ្មងទេពួកអីពេលខ្លះខ្ញុំនិយាយទៅខ្លាចជ្រុលអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្ដាប់ទៅរៀងជ្រុលលើសលួសត្រង់ប្រការណាមួយសូមខន្តីអភ័យទោសទុកជាមុនផងពួកអីខ្ញុំក៏មិនបាននៅក្នុងវិស័យហ្នឹងខ្ញុំមិនសូវជាយូរឆ្នាំទេខ្ញុំថ្មីដែរទេអញ្ចឹងខ្ញុំអាចនិយាយទៅអាចនឹងថាលើសលួសអីសូមខន្តីអភ័យទោសផងហើយមុននឹងចូលទៅក្នុងសាច់រឿងពុកម៉ែបងប្អូនជួយ subscribe channel ខ្ញុំម្នាក់មួយផងចំពោះនៅខាងលើនោះគឺ QR code ខាងបងប្អូនណាអាចនឹងថាលើកទឹកចិត្តមកបានមករៀបពីរៀបក្តីខាងបងប្អូនទទួលទាំងអស់ហើយថ្ងៃនេះដែរពុកម៉ែបងប្អូនសុខសប្បាយទេថ្ងៃដើមសប្តាហ៍វិញហីអញ្ចឹងប្រហែលជាគ្រប់គ្នាអាចនឹងថាពេលខ្លះស្ដាប់ទៅចំពេលហ្នឹងអាចនឹងថាពេលល្ងាចឬក៏ពេលព្រឹកអីចឹងទៅអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងទាំងអស់គ្នាបងប្រុសម្នាក់ហ្នឹងគាត់មានឈ្មោះថាបងចិត្តហ្នឹងគាត់នៅរស់នៅខេត្តស្វាយរៀងគាត់នៅជនបទស្វាយរៀងហើយគាត់ក៏បានបញ្ចប់ថ្នាក់ទី12គាត់ឡើងមករកការងារធ្វើនៅទីក្រុងភ្នំពេញហើយពេលនោះដែរគាត់បានដើររកធ្វើការកន្លែងផ្សេងពីគ្នាក៏ប៉ុន្តែជំនាញដែលគាត់មានហ្នឹងគេត្រូវការក៏ប៉ុន្តែប្រាក់ខែតិចនៅពេលដែលជំនាញដែលគាត់ចង់ធ្វើហ្នឹងគឺគេអត់យកគាត់ចឹងណាអញ្ចឹងសមត្ថភាពវាផ្សេងពីគ្នាអញ្ចឹងហើយធ្វើឲ្យគាត់ពិបាករកកន្លែងការងារចឹងទៅហើយថ្ងៃមួយហ្នឹងគាត់ក្នុងពេលមួយអាទិត្យហ្នឹងគាត់ក៏ដើរស្វែងរកការងារជារឿយៗចឹងទៅហើយក៏មានកន្លែងមួយហ្នឹងគេក៏គាត់ក៏បានចូលសួរគេព្រោះគេដាក់ផ្លាកជ្រើសរបស់កលឹកកន្លែងហ្នឹងគាត់ប្រាប់ថាកន្លែងលក់គ្រឿងសំណង់អញ្ចឹងលក់គ្រឿងសំណង់គាត់ក៏បានចូលទៅសួរនាំគេទៅគេគាត់ថាអញ្ចឹងអត់អីទេចាំផ្ញើ CV មកគេអញ្ចឹងយក CV មកឲ្យគេដើម្បីពិនិត្យមើលពួកអីពេលហ្នឹងគាត់យក CV តាមខ្លួនដែរអញ្ចឹងក៏សម្ភាសភ្លាមក៏គេ scroll មើលទៅឃើញគាត់ចប់ទី12ដែរតែគ្រាន់ថាគាត់អត់មានបន្តឲ្យទៀតអញ្ចឹងក៏គេក៏យកគាត់ព្រោះអីគាត់ថ្នាក់ទី12ដែរអាចនឹងចេះអក្សរអីចឹងណាហើយក៏គេឲ្យគាត់នៅក្នុង office ដើម្បីគាត់ត្រាអីវ៉ាន់ចេញចូលអីទីទួចចឹងទៅហើយក៏បានគាត់ចូលធ្វើការថ្ងៃដំបូងហ្នឹងក៏ឃើញបងស្រីម្នាក់គាត់ចូលមកធ្វើការពួកអីនឹងគាត់បុគ្គលិកយូរហើយគាត់ធ្វើការនៅ office ហើយអញ្ចឹងគាត់ក៏សួរប្អូនប្រុសសួរវិចិត្រណាសួរបងវិចិត្រហ្នឹងថាអូនឯងទៅចូលថ្មីមែនហើយក៏បងវិចិត្រប្រាប់វិញថាហ្នឹងហើយបងខ្ញុំទៅចូលថ្មីដំបងហៅបងអញ្ចឹងណាខ្ញុំទៅចូលថ្មីអញ្ចឹងខ្ញុំផ្ញើខ្លួនផ្ញើប្រាណផងហើយទៅក៏បងស្រីថាផ្ញើបានតាប្រាណក៏ផ្ញើបានខ្លួនក៏បានដែរហើយចិត្តថាបងខ្ញុំលោលេងឯងបងឯងកុំខឹងខ្ញុំគាត់តែនិយាយលេងឯងអញ្ចឹងណាគាត់ថាបងដឹងតាថាឯងនិយាយលេងហើយអត់អីអូនធ្វើការហ្នឹងតាមសម្រួលហើយអត់មានណាគេប្រខិតប្រខំទេអញ្ចឹងឲ្យការងារយើងច្បាស់អញ្ចឹងអត់មានណាគេទៅរករឿងអីចឹងណាហើយបងវិចិត្រក៏បានប្រាប់ទៅវិញថាអត់អីទេបងខ្ញុំព្យាយាមនឹងធ្វើឲ្យបានល្អនៅកន្លែងហ្នឹងយូរឆ្នាំអញ្ចឹងទៅក៏ជារៀងរាល់ថ្ងៃហើយបងស្រីហ្នឹងមានឈ្មោះថាបងលក្ខណាអញ្ចឹងយើងហៅឈ្មោះយើងស្រួលជាងបងលក្ខណាបងស្រីបងវិចិត្របងប្រុសអញ្ចឹងណាអញ្ចឹង
បងវិចិត្រក៏បាននិយាយថាចេះបងលក្ខណៈហ្នឹងតែងតែទិញកាហ្វេកាទៀវផ្ញើគាត់ជារៀងរាល់ថ្ងៃនិយាយថាផ្ញើកាហ្វេមកឲ្យបងវិចិត្រហ្នឹងណាឲ្យតែចូលធ្វើការអញ្ចឹងទិញអីមកផ្ញើឯងព្រោះអីខ្លាចបងវិចិត្រហ្នឹងអត់មានលុយទិញអីញ៉ាំហ៎ហើយក៏បានផ្ញើទៅហើយថ្ងៃមួយហ្នឹងក៏បងលក្ខណៈហ្នឹងបបលបងវិចិត្រដើរលេងបងវិចិត្រដើរលេងហើយក៏បងវិចិត្រថាទៅដើរលេងណាថាចង់ជិះទៅមើលគេឯងនៅមុខវិញអញ្ចឹងទៅហើយពេលនោះដែរបងវិចិត្រថាអត់តនេះបងដោយសារអីខ្ញុំអត់តបើកលុយហើយមួយវិញទៀតកុំឲ្យពិបាកបងអីចឹងណាព្រោះអីបើទៅមិនត្រូវការញ៉ាំអីនៅពេលដែលញ៉ាំអីព្រោះខ្ញុំអត់មានលុយអញ្ចឹងពិបាកអញ្ចឹងចាំពេលខែក្រោយយើបងហើយបងលក្ខណៈហ្នឹងក៏បានប្រាប់មកខាងបងវិចិត្រវិញថាអត់អីទេចាំបងអ្នកប៉ាវអញ្ចឹងណាចាំបងអ្នកប៉ាវហើយពេលនោះដែរក៏បងវិចិត្រគាត់ថាគាត់ខ្លាចចិត្តណាគាត់ក៏បដិសេធម្ដងហើយម្ដងទៀតចឹងទៅក៏ប៉ុន្តែលុះដល់ខែក្រោយមកហ្នឹងខែក្រោយមកហ្នឹងក៏បានបើកលុយបើកលុយក៏ពេលមួយហ្នឹងបងវិចិត្រហ្នឹងក៏បានបបលបងលក្ខណៈទៅដើរលេងវិញបងលក្ខណៈក៏ថាអូខេអញ្ចឹងណាហើយមួយវិញទៀតពេលដែលគាត់សួរហ្នឹងបងលក្ខណៈសួរទៅវិចិត្រថាមានសង្សារនៅហើយគាត់ថាបងវិចិត្រថាអត់មានសង្សារទេខ្ញុំអត់ទាន់គិតគូរទេព្រោះខ្ញុំនៅក្មេងអញ្ចឹងទៅហើយណាមួយយកសង្សារមកក៏អត់មានលុយចិញ្ចឹមគេអញ្ចឹងណាហើយក៏បងលក្ខណៈគាត់ថាវិញថាចេះបាច់យកសង្សារទេគ្រាន់បងប្រដាស់កលម្ដងហីហើយក៏បងលក្ខណៈគាត់និយាយអញ្ចឹងគាត់អត់ញ៉ាំអៀនមាត់ទេបងវិចិត្រនេះគាត់អៀនឡើងខ្វេថាអូយបងប្រដាស់កយអីតិចបើថាបដាដើរលេងបានជំនួសសង្សារបានតែប្រដាស់កយវារៀងវែងឆ្ងាយតិចហើយទៅក៏ថ្ងៃមួយហ្នឹងបងលក្ខណៈហ្នឹងបបលទៅបានទៅដើរលេងសម្រាប់ក៏បានបបលវិចិត្រទៅដើរលេងមុខវាំងចឹងទៅហើយបន្តមកទៀតក៏បានយប់បន្តិចហ្នឹងក៏បានមកញ៉ាំអីនៅកន្លែងគេញ៉ាំអីគេមានស្រាមានអីចឹងណាហើយបងលក្ខណៈក៏ហៅបបលបងវិចិត្រហ្នឹងចូលកន្លែងហាងញ៉ាំអីទៅហើយក៏បានផឹកស្រាតិចតួចទៅហើយពេលនោះដែរក៏បងវិចិត្រពួកអីបងលក្ខណៈគាត់ស្បឹងក៏រៀងតូនបន្តិចដែរពេលនោះក៏បងវិចិត្រហ្នឹងជូនបងលក្ខណៈមកដល់ផ្ទះនៅពេលជូនមកដល់ផ្ទះក៏ជូនឡើងទៅដល់បន្ទប់ទៀតព្រោះអីខ្លាចគាត់ឡើងទៅអត់ដល់អីចឹងខ្លាចដួលអីណាមួយព្រោះអីបងលក្ខណៈក៏បន្ទប់គាត់ជាន់ទី2ហើយពេលនោះដែរក៏បានជូនបងលក្ខណៈឡើងទៅបន្ទប់បងវិចិត្រថាអូយដូចមិនស្រួលទេនេះខ្លាចចឹងណាខ្លាចមានគេមើលមកវាខុសឆ្គងអីមួយចឹងទៅខ្លាចខុសឈ្មោះបងលក្ខណៈចឹងទៅក៏ប៉ុន្តែបងលក្ខណៈអត់ដែរគិតបែបហ្នឹងឯងបងលក្ខណៈគិតថាឲ្យតែគេគិតមិនក៏គិតសំខាន់ខ្លួនគាត់ចឹងណានៅពេលដែលបងវិចិត្រគាត់បានជូនបងលក្ខណៈទៅបន្ទប់រួចរាល់បងវិចិត្រក៏ត្រឡប់មកផ្ទះវិញហើយក៏ស្អែកឡើងធ្វើការជួបមុខគ្នាធម្មតាអីចឹងណាព្រោះអីយប់មិញគាត់រៀងស្វឹងដែរក៏ប៉ុន្តែអត់បានធ្វើអីគ្នាទេពេលនោះណាហើយមិនប្រហែលថ្ងៃក្រោយមកទេក៏បងលក្ខណៈបបលបងវិចិត្រហ្នឹងទៅដើរលេងទៀតទៅញ៉ាំស៊ុបអីចឹងទៅហើយពេលនោះដែរញ៉ាំស៊ុបអីហើយរឿងហឹកស្វឹងស្រឿងដែរក៏សួរបងលក្ខណៈថាបងត្រូវទៅណាស្អែកឡើងយើងអត់ធ្វើការអញ្ចឹងយើងទៅរកអីទៅជីទៅខារ៉ាអូខេអីតអីហើយក៏គាត់ថាមានអីទៅខារ៉ាអូខេក៏បានដែរក៏បានបត់ម៉ូតូរាវទៅខារ៉ាអូខេទៅហើយខារ៉ាអូខេវាថាខារ៉ាអូខេ family អញ្ចឹងមានបន្ទប់ហើយនឹងមានខារ៉ាអូខេមកឈុតចឹងទៅមានស្រាមានអីចឹងអានោះបន្ទប់ដាច់ចុះហើយក៏បានចូលទៅ KTV ទៅហើយក៏បានហៅស្រាហើយបងវិចិត្រក៏រៀងស្វឹងដែរហើយបងលក្ខណៈក៏ស្វឹងដូចគ្នាតែគ្រាន់តែបងលក្ខណៈអាចគ្រប់គ្រងអារម្មណ៍បានចឹងណាហើយបានទៅដល់ KTV ហ្នឹងបងវិចិត្រហ្នឹងគាត់ស្វឹងខ្លាំងហើយគាត់នៅតែផឹកទៀតចឹងណា
ពេលនោះក៏បងវិចិត្រហ្នឹងបានទៅស្ទុះទៅអោបបងលក្ខណាហើយបងលក្ខណាក៏គាត់ថាកុំធ្វើអញ្ចឹងអីព្រោះអីគាត់អត់ធ្លាប់អីចឹងហើយមួយវិញទៀតគាត់ថាវាអត់សេសមអញ្ចឹងធ្វើការមួយគ្នាផងអីផងហើយពេលនោះបងវិចិត្រគាត់រៀងថាគាត់ក្តៅខ្លួនក្តៅអីចឹងទៅហើយពេលនោះគាត់ទៅអោបហើយណៃគាត់ក៏និយាយថាលុកលើលុកក្រោមអីចឹងណាចឹងញ៉ៃគិតខ្លួនឯងឯក្នុងស្ថានភាពបែបហ្នឹងថាគិតមិនអីចឹងហើយពេលនោះដែរក៏បងលក្ខណាក៏គាត់សុំវហ្មងទៅគាត់ថាកុំធ្វើអញ្ចឹងអីព្រោះអីគាត់អត់ធ្លាប់ទេអញ្ចឹងណាហើយក៏បងវិចិត្រហ្នឹងគាត់ថាធ្វើមិនបើបងលក្ខណាវអញ្ចឹងក៏ធម្មតាវិញទៅក៏លេងអោបលេងអីក៏មកអង្គុយច្រៀងហើយក៏បានឲ្យគេគិតលុយដើម្បីទៅផ្ទះវិញអញ្ចឹងហើយបន្ទាប់ពីជូនបងលក្ខណាទៅផ្ទះវិញដល់ផ្ទះក៏បងវិចិត្រហ្នឹងក៏ត្រឡប់មកដល់ផ្ទះវិញដែរហើយលុះស្អែកឡើងក៏បានទៅធ្វើការជុំមុខគ្នាហើយពេលនោះដែរបងវិចិត្រហ្នឹងគាត់អត់ស្ដីរបងលក្ខណាពួកគាត់អៀននោះហើយបងលក្ខណាក៏អត់ស្ដីរទៅវិចិត្រវិញដែរអញ្ចឹងអត់សូវបានមើលមុខគ្នាអញ្ចឹងទៅមិនប្រហែលអាទិត្យក្រោយមកទេបងវិចិត្រក៏បានសុំមេឈប់អញ្ចឹងណាព្រោះគាត់ថាគាត់ខ្មាស់អៀននឹងអ្នកនៅនឹងម្នាក់អញ្ចឹងទៅគាត់អត់ហ៊ានធ្វើការទេកុំឲ្យបាក់ធ្វើការមួយគ្នាអញ្ចឹងទៅបាក់មើលមុខគ្នាអញ្ចឹងណាហើយក៏មេបានសួរថាកាត់អីគេមែនណាគេធ្វើអីឲ្យទាស់ចិត្តបានជាសុំឈប់ភ្លាមអីចឹងណាគាត់ថាអត់ទេគាត់គ្រាន់តែគាត់ខ្មាស់គេអញ្ចឹងណាថាប្រាប់គាត់បានអត់ថាខ្មាស់នឹងណាគេអញ្ចឹងថាអត់ទេអត់ប្រាប់ទេហើយមកអីទេអញ្ចឹងណាហើយបងលក្ខណាហ្នឹងគាត់ឆ្ងល់ក៏បានដើរមកសួរវិចិត្រថាមិនបានសុំឈប់អញ្ចឹងណាខ្មាស់អៀននឹងគាត់មែនហើយក៏บอกថាបើខ្មាស់អៀននឹងខ្ញុំអីកុំខ្មាស់អៀនអីធ្វើការតាមធម្មតាទៅហើយក៏បងវិចិត្រហ្នឹងគាត់ថាគាត់អត់ហ៊ានធ្វើការពួកអីអត់ហ៊ានមើលមុខអីចឹងណាពួកអីគាត់បានធ្វើខុសលើគាត់ចឹងទៅហើយបងលក្ខណាថាអត់អីទេធម្មតាតាចឹងធ្វើការធម្មតាទៅអញ្ចឹងចាំថ្ងៃឡើងមកសម្រាប់ចាំយើងរកពេលនិយាយគ្នាបន្តិចហើយពេលនោះក៏បានដល់ម៉ោងសម្រាប់ញ៉ាំបាយនៅកន្លែងធ្វើការគេហ្នឹងគេមានបន្ទប់សម្រាប់មួយចឹងណាអញ្ចឹងអាចនឹងថាយើងមួយទឹកបានអីបានសម្រាប់បុគ្គលិកអីចឹងណាសម្រាប់ពេលថ្ងៃហ្នឹងក៏បងវិចិត្របានញ៉ាំបាយញ៉ាំអីហើយក៏បានមួយទឹកសម្រាប់នៅក្នុងបន្ទប់ហ្នឹងមានអត់មានម៉ាស៊ីនចេះអីមានតែកង្ហារលេអញ្ចឹងបុគ្គលិកអាចទៅសម្រាប់ឆ្លៀតពេលម៉ោងបាយហើយហ្នឹងណាហើយក៏បងលក្ខណាបានដើរទៅគោះទ្វារពួកឯទ្វារហ្នឹងគេមានកលឹះត្រឹមត្រូវក៏បានគោះទ្វារបងវិចិត្រសួរណាគេថាខ្ញុំលក្ខណាហើយក៏បានបើកទ្វារឲ្យចូលទៅក៏គាត់បងវិចិត្រក៏បានមកគេនឹងវិញបាយខ្នងដាក់បងលក្ខណាហើយបងលក្ខណាថាកុំឈប់អីព្រោះអីនៅហ្នឹងក៏គេស្រឡាញ់វិចិត្រអីដែរហើយណាមួយពិបាករកការងារធ្វើអីចឹងទៅហើយណាមួយមេធំក៏ពេញចិត្តអីដែរចឹងទៅក៏មិនចង់ឲ្យឈប់ចឹងណាហើយពេលនោះដែរលក្ខណាក៏បានមកអោបបងវិចិត្រពីក្រោយខ្នងអោបពីក្រោយខ្នងលួងលោមអីចឹងណាកុំឲ្យឈប់អីចឹងទៅហើយក៏អាពេលនោះដែរក៏បាននៅមួយគ្នានឹងបន្ទប់គេនឹងហ្មងនៅគ្នាបន្ទប់គេនឹងហ្មងតែវាជិតដល់ម៉ោងពេលត្រូវចូលធ្វើការអញ្ចឹងបានមកផ្លែតហើយចឹងទៅក៏និយាយគ្នាថាចាំល្ងាចចាំទៅក្រៅចាំទៅញ៉ាំអីជុំគ្នាអញ្ចឹងណាក៏ធ្វើការអញ្ចឹងក៏បែកជើងគ្នាធ្វើការទៅបងលក្ខណាធ្វើការរបស់គាត់បងវិចិត្រក៏ធ្វើការរបស់គាត់ទៅហើយពេលនោះលុះដល់ល្ងាចឡើងក៏បានមកចប់គ្នាអស់ក៏ណាត់គ្នាទៅញ៉ាំស៊ុបគោហើយក៏បានចូល KTV ទៀត KTV ដដែលហ្នឹងហើយតែលើកនេះអត់ដូចសពដងឯងបានទៅញ៉ាំអីហើយផឹកស្រារៀងសឿងបានទៅខារ៉ាអូខេតទៀតពេលទៅខារ៉ាអូខេហ្នឹងក៏បងលក្ខណាគាត់លេងអៀននេះហើយពេលនោះដែរក៏បងវិចិត្រហ្នឹងអោបស្ទាមអាយអញ្ចឹងណាគ្រប់សារទៅពេញកាយទៅពេលនោះក៏
បងវិចិត្រហ្នឹងក៏បានលូកលាន់គាត់អញ្ចឹងទៅហើយពេលនោះដែរគាត់ក៏បានប្រាប់មកថាគាត់អត់ដែលធ្លាប់ធ្វើអញ្ចឹងទេអញ្ចឹងគាត់មានថាគាត់ពិបាកអញ្ចឹងណាតែពេលនោះដែរបងវិចិត្រគាត់ក្តៅហើយចាប់ផ្ដើមក្តៅខ្លួនក្តៅអីចឹងហើយក៏បងលក្ខណៈហ្នឹងក៏បានមកអោបបងលក្ខណៈហ្នឹងទៅហើយអោបទៅក៏បានពេលនោះដែរនៅក្នុង KTV ហ្នឹងក៏បានដែរបានដូចជា2ដងហ្នឹងគាត់ប្រាប់បងវិចិត្រគាត់ប្រាប់បាន2ដងក៏រួចស្រេចអស់ហើយបងលក្ខណៈក៏គាត់ថាគាត់យំនៅពេលនោះដែរគាត់យំអញ្ចឹងណាគាត់យំតាំងពីពេលហ្នឹងរហូតមកជិះម៉ូតូដល់ផ្ទះក៏បាននិយាយថាជូនបងលក្ខណៈមកដល់ផ្ទះហើយក៏បងវិចិត្រហ្នឹងក៏គាត់មកផ្ទះដែរលុះដល់ព្រឹកឡើងធ្វើការអូបងលក្ខណៈទិញរបស់ពៅឲ្យបងវិចិត្រច្រើនមែនតើព្រលឹមឡើងហ្នឹងវាក៏ទិញកាទៀវផងទិញកាហ្វេផងទិញសពគ្រប់ដើម្បីឲ្យបងវិចិត្រមានកម្លាំងកាហាំងពួកអីគិតថាយប់មិញវាហៀងជ្រុលអីចឹងណាហើយពេលនោះបងលក្ខណៈគាត់ថាហើយក៏គាត់ទៅធ្វើការបែបធម្មតាទៅព្រោះល្ងាចឡើងបងវិចិត្រក៏សុំទៅបន្ទប់បងលក្ខណៈក៏ទៅសុំបន្ទប់និយាយថានៅទៅញ៉ាំបាយអីមួយគ្នាអញ្ចឹងណាហើយក៏បងវិចិត្រហ្នឹងទៅផ្ទះហ្នឹងពេលបញ្ចប់ការងារហ្នឹងណាហើយពេលនិយាយថាពេលហ្នឹងដែរនៅផ្ទះហ្នឹងណាបានមិនក្រោម4ដងឯងបងលក្ខណៈហ្នឹងវាថាគាត់ត្រូវការអីទោះជាបងចិត្តគាត់ថាទោះគាត់មិនចង់ក៏ដោយគាត់ត្រូវតែធ្វើអញ្ចឹងហើយមួយវិញទៀតបងវិចិត្រហ្នឹងគាត់ទៅតែងជារៀងរាល់ថ្ងៃហើយបងលក្ខណៈទៀមទាជារៀងរាល់ថ្ងៃគាត់ថារបបរបស់គាត់ហ្មងណា4ដងហ្នឹងណារបបរបស់គាត់ហើយអញ្ចឹងហើយក៏តែព្រលឹមឡើងទិញរបស់ពៅឲ្យបងវិចិត្រនឹងជារៀងរាល់ថ្ងៃពួកអីខ្លាចបងវិចិត្រអស់កម្លាំងអីចឹងណាហើយទៅក៏បងលក្ខណៈគាត់និយាយថាគាត់ស្អាតអ្នកណាក៏តាមមើលគាត់ហើយលុះថ្ងៃមួយហ្នឹងបងវិចិត្រហ្នឹងក៏សុំបងលក្ខណៈហ្នឹងចូលស្ដីដឹងហើយបងលក្ខណៈថាកុំតន់អីណាមួយនៅសំលុយអីសិនសំលុយបានច្រើនហើយយើងរៀបការទៅកុំឲ្យអស់លុយអ្នកផ្ទះអីចឹងណាហើយក៏បានសំលុយសំកាក់មកគួរសមដែរតែបងវិចិត្រគាត់គេថាគាត់ចង់បានចាស់លក្ខណៈនោះធ្វើជាប្រពន្ធណាគាត់អត់ចង់ឲ្យបានទៅណាគេគាត់ថាទោះជាយ៉ាងណាក៏ដោយគាត់ត្រូវបានត្រូវទៅយកបងលក្ខណៈធ្វើប្រពន្ធទៅបានហើយបងលក្ខណៈនោះចេះតែចេះចុះចឹងណាអត់ចង់ឲ្យគាត់បានលេខទូរស័ព្ទម៉ាក់ប៉ាគាត់ឯងហើយណាមួយអត់ដឹងថាអត់ឲ្យដឹងថាស្រុកកណ្ដាលនេះគាត់នៅណាទៀតដឹងតែខេត្តចឹងណាហើយក៏ថ្ងៃមួយហ្នឹងបងវិចិត្របានប្រាប់ទៅពុកម្ដាយរបស់គាត់ថាគាត់ចង់យកសង្សារគាត់ទៅលេងផ្ទះម្ដងអីចឹងណាហើយទៅម្ដាយឪពុកខាងបងវិចិត្រគាត់សប្បាយចិត្តណាគាត់លើតែកូនគាត់មានសង្សារអីចឹងណាអញ្ចឹងក៏លុះដល់ថ្ងៃសៅរ៍អាទិត្យគាត់ក៏បាននាំសង្សាររបស់គាត់ហ្នឹងទៅលេងផ្ទះដល់ពេលទៅលេងផ្ទះក៏ឪពុកម្ដាយគេគ្រាន់តែឃើញសង្សារបងវិចិត្រហ្នឹងណាគ្រាន់ឃើញលក្ខណៈហ្នឹងពេញចិត្តស្ដោកហ្មងពួកអីស្អាតហើយគាត់ឃើញកូនរបស់គាត់ហ្នឹងបងវិចិត្រហ្នឹងធាត់មានសាច់មានឈាមនិយាយថាដូចយើងបានអីហូបគ្រប់គ្រាន់អញ្ចឹងណាហើយក៏មានសាច់មានឈាមពួកអីបងវិចិត្រក៏ថាខ្ញុំមានសាច់មានឈាមមិនបើសិនជាបើប្រពន្ធខ្ញុំសង្សាររបស់ខ្ញុំនឹងបើខ្ញុំសឹងអីហ្នឹងបើរៀងរាល់ថ្ងៃហ្នឹងស៊ុបសាច់គោផងភ្លាសាច់គោផងសាម៉ុនផងអញ្ចឹងគ្រប់បែបបទអញ្ចឹងទឹកកឡុកអីទៀតអញ្ចឹងទៅហើយគាត់ថាគាត់សប្បាយចិត្តណាស់នៅពេលដែលឃើញកូនគាត់មានអង្សារស្រឡាញ់គ្នាអញ្ចឹងណាហើយបងលក្ខណៈនោះក៏បានចុះពីលើម៉ូតូអីដូរកៅអៅដូចរួមក៏បានចូលរាជក្រានច្រើនឆ្នាំដើម្បីរៀបចំបាយទឹកយកមកញ៉ាំអញ្ចឹងណាហើយក៏បានម្ដាយឪពុកបងវិចិត្រណា
បាត់មកអត់ជទេពួកឯងបានកូនភាសាស្អាតហើយពូកែហើយឆ្លាតនិយាយថាឆ្លាតបានគ្រប់យ៉ាងទាំងធ្វើការទាំងការងារផ្ទះទាំងនិយាយថាការងារថ្ងៃការងារយប់គាត់រ៉ាប់រងបានទាំងអស់ហើយក៏លុះដល់យប់អាពេលព្រឹកថ្ងៃអាទិត្យហ្នឹងគាត់ក៏បានទៅផ្សារទៅអីចឹងទៅផ្សារដើម្បីទិញម្ហូបទិញអីចឹងទៅហើយអ្នកភូមិអីក៏គេស្រែកថាអូសង្សារហែងស្អាតម៉េះហើយឥឡូវធាត់ទៀតហើយគាត់ថាគាត់សប្បាយចិត្តនៅពេលដែលអ្នកភូមិសរសើរគាត់ថាសង្សារគាត់ស្អាតមួយចុះពីរចឹងណាហើយក៏ថ្ងៃឡើងហ្នឹងបានទៅលេងនៅវាលស្រែហើយទៅវាលស្រែហ្នឹងបងលក្ខណៈហ្នឹងគាត់ចង់បានភ្លាមៗហ្មងណាគាត់គេថាគាត់បាននៅក្នុងវាលស្រែនៅក្នុងពនុកចវាងនឹង2ដងបានគាត់ត្រឡប់មកផ្ទះវិញអូនិយាយថាគាត់នេះខ្លាំងណាស់គាត់ត្រូវការគ្រប់ពេលគាត់ខ្លាំងណាស់ហើយក៏បងវិចិត្រនឹងថាអូយពេលខ្លះទប់សឹងមិនរួចតែទប់មិនរួចបងលក្ខណៈនឹងគាត់ជួយវិញអញ្ចឹងគាត់ជួយវិញគាត់ថាទៅមិនកើតចាំគាត់អ្នកទៅអញ្ចឹងចាំទៅទៅហើយពេលទៅដែរបងវិចិត្រគាត់មកល្ងាចឡើងថ្ងៃអាទិត្យគាត់ត្រឡប់មកវិញព្រោះឯស្អែកថ្ងៃច័ន្ទត្រូវធ្វើការហើយលុះដល់មកដល់ពេញវិញក៏បងលក្ខណៈមានទូរស័ព្ទ call មករឿងថាបងគាត់ប្រាប់បងវិចិត្រថាគាត់ទៅជួបបងប្អូនជីដូនមួយគាត់មកផ្លែតព្រោះឯអ្នកផ្ទះមានរឿងអីចឹងណាហើយពេលនោះក៏បានលើកទូរស័ព្ទលើកអីហើយក៏ប្រាប់បងវិចិត្រថាស្អែកគាត់ត្រូវទៅផ្ទះពី3ថ្ងៃព្រោះឯអ្នកផ្ទះមានរឿងអីចង់សួរនាំអីចឹងទៅហើយបងវិចិត្រក៏បានប្រាប់គាត់ថាបើមានការអីចាំតាក់ទងមកគាត់ទៅវឹងអីចឹងណាតលាក់លើ location បានហើយថាម្ដុំណាចឹងណាហើយគាត់ក៏ជីព្រឹកឡើងថ្ងៃច័ន្ទហ្នឹងបងវិចិត្រក៏គាត់ទៅធ្វើការបងលក្ខណៈហ្នឹងក៏គាត់ទៅស្រុកទៅហើយអាពេលដែលគាត់ជិះម៉ូតូទៅស្រុកហ្នឹងគាត់ក៏បាន call មួយបងវិចិត្ររហូតដែរដល់ពេលលុះដល់ផ្ទះក៏បានប្រាប់បងវិចិត្រថាគាត់ដល់ផ្ទះហើយអញ្ចឹងគាត់រវល់សិនអញ្ចឹងពេលខ្លះទូរស័ព្ទសើមានសេវាទេហើយពេលនោះដែរក៏បងវិចិត្រក៏គាត់នេះចឹងណាគាត់លេងខ្វល់រឿងជិះម៉ូតូអីព្រោះគាត់ទៅដល់ផ្ទះហើយពេលនោះដែរបងវិចិត្រព្យាយាមតាក់ទងដែរពេលល្ងាចឡើងពេលគាត់ចេញធ្វើការព្រោះគាត់ធ្លាប់តែមានប្រពន្ធដល់ពេលអត់មានប្រពន្ធនៅអញ្ចឹងគាត់ខ្វាយខ្វល់អញ្ចឹងណាក៏តាក់ទងទៅអត់បានមួយថ្ងៃ2ថ្ងៃហើយលុះដល់ថ្ងៃទី3ក៏បានតាក់ទងចូលក៏ថាអាឡូអូនណៃថ្ងៃណាមកវិញអញ្ចឹងណាហើយបាត់តាណាស្ងាត់ឈឹងស្ងាត់ជ្រាបតាក់ទងអីក៏អត់បានហើយតួអ្នកកន្លែងធ្វើការក៏អត់មានណាគេស្គាល់តែអនឯងមានរឿងអីមែនស្រាប់តែពេលនោះក៏ប្តីបងលក្ខណៈហ្នឹងឮសលេងមនុស្សប្រុសហើយណាគេហៅពូនអញអូនហ្នឹងហើយពេលនោះដែរក៏បងវិចិត្រគាត់ប្រាយកន្លះមកពេចខ្ញុំអ្នកធ្វើការមួយបងលក្ខណៈបងលក្ខណៈនៅអត់ខ្ញុំចង់ជួបគាត់តិចមកហើយពេលនោះក៏ប្តីរបស់បងលក្ខណៈហ្នឹងស្រែកហៅឲ្យមកជួបចឹងមុនដែលបងលក្ខណៈមកដល់បន្ទាប់ពីបងលក្ខណៈមកដល់ហ្នឹងក៏បាននិយាយគ្នាតែប្តីគាត់បាននិយាយប្រាប់ទៅបងវិចិត្រមុនគាត់ថាគាត់ការចឹងពួកអីបងវិចិត្រថាការពីការបងខ្ញុំអត់ដឹងចឹងពួកអីធ្វើការមួយគាត់យូរឆ្នាំដែរតែទំការបាន2ថ្ងៃហ្នឹងតាអូនហើយអូនណែអត់ដឹងទេលក្ខណៈបានប្រាប់ទេអត់ផងបងអត់ដឹងអញ្ចឹងហើយបានខ្ញុំតាក់ទងនឹងការងារក៏អត់បានអញ្ចឹងណាហើយទូរស័ព្ទក៏អត់មានសេវាអីដែរអញ្ចឹងទៅក៏ពេលនោះបងលក្ខណៈក៏ដើរមកដល់ក៏អាឡូអូនណៃមានរឿងអីមែននៅកន្លែងការងារនៅមុខប្តីអញ្ចឹងណាទៅគាត់ទៅដើរមកលក្ខណៈដើរមកឆ្ងាយរៀងតិចហើយគាត់ក៏បានប្រាប់បងវិចិត្រថាគាត់ការប្តីអីគាត់អត់បានស្រឡាញ់ជាមួយនឹងវិចិត្រឯងទេខ្ញុំគ្រាន់តែយកវិចិត្រឯងមកលេងសើចទេហើយខ្ញុំក៏មានគូរដងដែរខ្ញុំភ្ជាប់ពាក្យយូរឆ្នាំហើយបងវិចិត្រក៏បានប្រាប់ថាបើអញ្ចឹងហេតុអីបានមកកុហកខ្ញុំម្ដងហើយ2ដងបោកប្រាស់ចិត្តខ្ញុំអញ្ចឹង
បោកខ្លួនប្រានខ្ញុំអីចឹងទៅហើយគាត់ថាគាត់ក៏សុំទោសដែរគាត់មិនចង់អញ្ចឹងទេក៏ប៉ុន្តែគាត់ក៏ស្រឡាញ់វិចិត្រឯងដែរតែធ្វើម៉េចបើខ្ញុំមានគោលដៅអីហើយគោលដៅខ្ញុំក៏គេអ្នកនៅភូមិនេះដែរអញ្ចឹងរឿងហ្នឹងយើងមិនបាច់ចាំនិយាយអីវែងឆ្ងាយទៀតទេគ្រាន់តែថាពេលហ្នឹងយើងស្រួលរៀងខ្លួនទៅគិតបែបហ្នឹងណាហើយបងវិចិត្រថាបងលក្ខណៈឯងធ្វើចឹងទៅកើតដឹងឯងថាខ្ញុំរំពឹងបងលក្ខណៈឯងធ្វើប្រពន្ធយូរឆ្នាំហើយខ្ញុំក៏បានប្រាប់ទៅឪពុកម្ដាយខ្ញុំដែរដល់ពេលបងឯងមកនិយាយបែបហ្នឹងខ្ញុំពិបាកចិត្តខ្លាំងណាខ្ញុំគិតអីលេងចាញ់ហើយពេលនោះដែរមកលក្ខណៈថាប៉ុណ្ណឹងសិនឯងព្រោះអីប្តីបងដើរមកអីពេលនោះក៏បានបិទទូរស័ព្ទទៅបងវិចិត្រគាត់អស់កម្លាំងចិត្តកម្លាំងកាយហ្មងណាពេលនោះដែរបងវិចិត្រគាត់ថាគាត់អស់អីក្នុងខ្លួនឯងមកថាខ្លួនក៏អស់ណាលុយក៏វាមាននៅខ្លួនក៏ប៉ុន្តែអាខ្លួនវាអស់ហើយបើសិនជាពុកម៉ែបងប្អូនជួបរឿងបែបហ្នឹងវិញតើពុកម៉ែបងប្អូនគិតបែបម៉េចតទៅទៀតចឹងណាចំពោះបងវិចិត្រវិញគាត់នៅតែនឹកដុតដាមទៅរឿងដែលធ្លាប់កាត់ឡើងគាត់ជាមួយនឹងបងលក្ខណៈគាត់នៅតែដុតដាមអារម្មណ៍បែបហ្នឹងចឹងណាហើយក៏បងវិចិត្រហ្នឹងក៏បានទម្លាយគាត់ក្តៅចិត្តខ្លាំងមែនទែននៅពេលហ្នឹងគាត់ថាគាត់ឥឡូវហ្នឹងគាត់បានបដូរការងារថ្មីជាមួយនឹងបងលក្ខណៈគាត់ឡើងជួបមុខគ្នាដែរព្រោះអីគេបោកស៊ីអស់ហើយមានអីនៅទៀតខ្មាស់គេនៅពេលអញ្ចឹងហើយក៏បងវិចិត្រគាត់ក្តៅចិត្តពេកក៏គាត់ផ្ញើសាច់រឿងមកឲ្យទៅដើម្បីឲ្យនិយាយទៅពុកម៉ែបងប្អូនស្ដាប់ថាហ្នឹងកុំទុកចិត្តគេពេកមិនថាប្រុសទេគេបោកបានដូចគ្នានឹងមិនថាស្រីមិនថាប្រុសចឹងណាហើយក្នុងសាច់រឿងហ្នឹងខ្ញុំក៏ចង់ផ្ដាំទៅពុកម៉ែបងប្អូនថាមុននឹងធ្វើអ្វីមួយត្រូវតែស្គាល់ទីតាំងតំបន់គេបានច្បាស់លាស់កុំឲ្យដូចបងវិចិត្រសំបីតែផ្ទះគេមិនដឹងឲ្យឃើញផងហើយភូមិស្រុកក៏មិនដឹងថានៅទីណាទៀតដឹងតែនៅខេត្តហើយចឹងហើយកុំឲ្យដូចបងវិចិត្រអីសោះដល់ពេលដែលមានបញ្ហាអីយើងអាចទៅរកគេនៅផ្ទះបានហើយក៏សាច់រឿងហ្នឹងចាប់ត្រឹមហ្នឹងពុកម៉ែបងប្អូនបងវិចិត្រក៏គាត់ហួសចិត្តខ្លាំងមែនតើនៅពេលដែលមនុស្សស្រីធ្វើបែបហ្នឹងដាក់ចឹងណាអរគុណច្រើនពុកម៉ែបងប្អូនដែលស្ដាប់ពីដើមរហូតដល់ចប់អរគុណ